បន្ទាប់ពីព្រះមានភាពព្រះអង្គទ្រង់បានទទួលនៅបាយៈអំពីនាងសុជាតាដែលនៅក្នុងឧរុវេលាសេនានិគមបានថ្វាយចឹងក៏ព្រះមានភាពព្រះអង្គទ្រង់ត្រាស់នៅបកាថានៅក្នុងមហាបរិនិព្វានសូត្របងណាសម្ដែងពីអានិសង្ឃគឺចង្ហាន់បណ្ឌបាតពីរយ៉ាងដែលថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធមានផលស្មើគ្នាគឺជាថ្ងៃគឺចង្ហាន់បណ្ឌបាតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សោយហើយព្រះអង្គទ្រង់បានសម្រេចនៅអនុត្តរសម្មាសម្ពោធិញ្ញាណចង្ហាន់បណ្ឌបាតមួយទៀតគឺព្រះអង្គទ្រង់សោយហើយព្រះអង្គទ្រង់ចូលបរិនិព្វានបន្ទាប់ពីព្រះមានភាពព្រះអង្គទ្រង់បានសោយស្រេចហើយក៏ព្រះអង្គទ្រង់បានទៅក្បែរស្ទឹងនេរញ្ជរាហើយក៏បានអធិដ្ឋានថាបើអាត្មាអញបានត្រាស់ជាព្រះសម្មាសម្ពុទ្ធសូមឲ្យភេទនេះឯងគឺអណ្ដែតច្រាស់ទឹកភេទនឹងឯងក៏បានរសាត់ទៅបញ្ច្រាស់ទឹកហើយក៏ទៅនឹងភេទរបស់ព្រះសម្មាសម្ពុទ្ធអង្គមុនទៅរហូតដល់ភ្ញាក់ដល់កាលៈនេះដែលកំពុងតែដេកហ្នឹងហើយក្នុងការនោះឯងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងចេញអំពីស្ទឹងនេរញ្ជរាទៅក៏បានជួបនៅសោថយព្រាហ្មណ៍បានថ្វាយនៅស្បូវភ្លាំង8ក្តាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានទទួលហើយក៏ព្រះអង្គទ្រង់អធិដ្ឋាននៅស្បូវនឹងឯងឲ្យคล้ายទៅជាបល្ល័ង្កក្នុងពេលនោះបល្ល័ង្កដែលមានកម្ពស់14ហត្ថក៏លេចឡើងក្នុងការនោះព្រះមានវិភាកព្រះអង្គទ្រង់គង់ប្របដើមអសដ្ឋព្រឹក្សគឺដើមពោធិព្រឹក្សដែលមានកម្ពស់រហូតទៅដល់50ហត្ថហើយក៏ព្រះអង្គទ្រង់អធិដ្ឋានថាដរាបណាតថាគតមិនទាន់បានត្រាស់ដឹងគឺតថាគតនឹងលះបង់នៅសាច់ស្រស់ឈាមស្រស់សូមឲ្យអស់ទៅសូមឲ្យរីស្ងួតទៅក្នុងការនោះឯងមេរាធិរាជបានដឹងបានជ្រាបបំណងរបស់ព្រះសទ្ធត្ថថានឹងចង់កន្លងផុតវិស័យរបស់មាក្នុងការនោះឯងមេរាធិរាជបានប្រមូលនៅមាព្រមទាំងសេនាខាងមុខមានប្រវែងរហូតទៅដល់120យោជន៍ខាងមុខខាងឆ្វេងនិងខាងស្ដាំ120យោជន៍ហើយខាងក្រោយនោះគឺថាបរិវារទល់នឹងកណ្ដាប់ចក្រវាលបរិវារហើយក្នុងការនោះសកទេវរាជក្តីសហបតីព្រំក្តីដែលដេញពិនបញ្ចសិក្ខកន្ធពបុត្រក្តីដែលដេញពិនថ្វាយព្រះមានព្រះភិក្ខហ្នឹងគ្រាន់តែឃើញពួកមាហ្នឹងម្នាក់ហ្នឹងគឺរត់ចោលព្រះមានព្រះភិក្ខអស់ហើយរត់ចោលព្រះសម្មាសម្ពុទ្ធអស់ហើយនោះទៅអើតក្បាលលឹមមើលនៅក្នុងកណ្ដាប់ចក្រវាលហ៎ខ្លាចអំណាចនៃមាហើយក្នុងការនោះឯងមារាធិរាជក៏បានបង្កព្យុះភ្លៀងមានទាំងភ្លៀងមានទាំងភ្លៀងជាថ្មភ្លៀងជាភ្លើងភ្លៀងជាដុំភក់ដើម្បីឲ្យព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក្រោកចេញពីបល្ល័ង្កនឹងហើយក្នុងការនោះឯងព្រះសទ្ធត្ថព្រះអង្គទ្រង់មិនលះបង់សេចក្តីព្យាយាមទេព្រះអង្គក៏យកនៅប្រហោះនឹងឯងចង្អុលទៅនឹងធរណី
chia và thốt đai mình miên vinh nhiên cứ hạ đôi chỉ miên vinh nhiên phơ oi phan đây nâng anh pre nà bài chỉ pi hạ đôi chỉ nhua rầm pớp nhộp nhua nè tiếng bộ mì tiếng xe na mì để chi nơi sắt cài giả hà xây nó cứ mì đi thì nó lẹ bị lơ co đầm rầy nè đầm rầy Krime Khala nó cứ lẹ bị lơ co đầm rầy rót chặt chai đòi ẩm nát nấy là bon ba rồi mấy rồi bó bây giờ thoát nâng này và to pi bọn trông cầm chặt bọn nơi mì prom tiếng xe na hơi có bọn trông cho can nơi sa mạc đòi anh em trông ban sầm rách nào nhiên đòi lủng đạp về xa nó sẽ tây nhiên rồi hốt thời gian nhiên nó bây đại prem viên anh ta đang chia presama sampot thái có bọn trông bình lư nơi là ưu tiên là về cha tha anh ấy cái chia tại sang xa răng san thia vì sang anh nấp vì sang cả hạ ca răng cả về son to tốc cả hai chia tệ của nạp bản năng cả hạ ca là cả tật thao sệ của nẹ kê hang nẹ ca hạ sệ sa pi tê pa sô ca phệ kia cả hạ câu đang vì sang khả tăng vị sang kha đã cả tăng chặt tăng tân là hà năng thời gian mai trẻ kia ca tật hà cột mình toàn bàn chua bật tê cứ sampo thì nhiên rồi vô là xoay rô chiêng cứ tê cứ tân là hà trên nẹ thơ tê cứ át tập hiệp có ẩn tô tơ trái đồng có tơ nông song xa rồi vót miền chiết đó tràn miền sẽ cái đây ca chiết tốc rười rười nay chiêng thơ tê nè anh thơ tê cứ át tập hiệp ta tha quát khơi nẹ hơi nẹ đừng thơ tê rồi bó ta tha quát tiết mình bàn lại chẳng chùm ni cứ kể lại rồi bó nẹ từng ta tha quát bàn cách bọc bạc ở hơi đồng bộ tê cứ ác với chí ta tha quát ban cầm chặt chào hơi chất rồi bó ta tha quát đo nào pre để biến để miên sang kha pra hơi ta tha quát bàn đo nào thô chỉ cường sai tân hà tèng ở hơi xôm ạt mô tên y